អនុមោទនីពិធីបុណ្យរំលឹកគុណគ្រូឧបជាគ្រប់ជំនាន់វត្តពោធិបានស្រុកកោះធំខេត្តកណ្ដាលខ្ញុំព្រះករណាអាត្មាភាពភិក្ខុសាមណេរលោកអាចារ្យគណៈកម្មការក្រុមវេនទាំង15វេនពុទ្ធបរិស័ទចំណុះជើងវត្តបានមួយមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យរំលឹកគុណគ្រូព្រះឧបជាគ្រប់ជំនាន់ក្នុងបុព្វហេតុនៃការតបស្នងសងព្រះគុណចំពោះបុគ្គលមានឧបការៈគុណចំពោះខ្ញុំព្រះករណាខ្ញុំបាទទាំងអស់គ្នាកម្មវិធីបុណ្យថ្ងៃអាទិត្យ5រោចខែផលគុណឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី8ខែមីនាឆ្នាំ2026វេលាម៉ោង 7 នាទីព្រឹកជួបជុំពុទ្ធបរិស័ទជិតឆ្ងាយប្រគេនជាគូដល់ព្រះសង្ឃវេលាម៉ោង 8 នាទីព្រឹកអរតនាព្រះសង្ឃចម្រើនព្រះបរិញ្ញវេលាម៉ោង 9 នាទីព្រឹកអរតនាព្រះសង្ឃបាំងសកលជូនបុព្វការីជនវេលាម៉ោង 9:30 នាទីព្រឹកនិមន្តព្រះសង្ឃគោចរបិណ្ឌបាតវេលាម៉ោង 10:30 នាទីព្រឹកប្រគេនផាត់ចំពោះព្រះសង្ឃដាឆ្លងជាកិច្ចបញ្ចប់បុណ្យអ្នកផ្ដើមបុណ្យព្រះសង្ឃលោកអាចារ្យគណៈកម្មការវត្តពោធិបានបណ្ដាក្រុមទាំង15វេនពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តពោធិបានបញ្ជាក់សូមញាតិញោមពុទ្ធបរិស័ទជួយឧបត្ថម្ភជាចង្ហាន់និងតយទានសម្រាប់ប្រគេនព្រះសង្ឃផងទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ087 50 59 67 088 295 00 26សូមអរព្រះគុណនិងសូមអរគុណ